បងប្អូនអ្នកខ្លះស្គាល់អេនតូនីរូប៊ីនគាត់គឺជាកំពូលមនុស្សខាងជំរុញទឹកចិត្តឬក៏ដាស់ថាមពលមនុស្សក្នុងសម័យកាលមួយនេះបងប្អូនដឹងអត់ថាគាត់ក៏ធ្លាប់បាក់ទឹកចិត្តកម្រិតកំពូលដែរមិត្តរបស់គាត់បានតាមរកគាត់អស់រយៈពេល2ឆ្នាំទៅព្រមតែឃើញហើយមិត្តរបស់គាត់បានសួរគាត់ថាក្រែងសម្លាញ់ឯងធ្លាប់អានសៀវភៅលើកទឹកចិត្តជាង700ក្បាលនោះអីគាត់បានឆ្លើយថាពិតប្រាកដមែនប៉ុន្តែគ្រប់យ៉ាងគឺមិនបានផលនោះទេត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូននៅរឿងពីរទី1អេនតូនីក៏ធ្លាប់បានអានសៀវភៅជំរុញទឹកចិត្តលើកទឹកចិត្តជាង700ក្បាលប៉ុន្តែគាត់នៅតែអាចបាក់ទឹកចិត្តចុះបងប្អូនវិញតើជាស្អីធ្លាប់ឆ្លងកាត់នៅសៀវភៅឬក៏រឿងអស់នឹងប្រមាណហើយចង់បានផ្លូវចិត្តនឹងមាំទាំតើអាចទៅរួចដែរអត់អាចទេទី2ទោះបីជាបងប្អូនបានអានសៀវភៅអស់ច្រើនកម្រិតណាក៏ដោយសៀវភៅគួចក៏ដោយសៀវភៅធ្លាក់ពីលើឋានទេវតាក៏ដោយប៉ុន្តែប្រសិនបើបងប្អូនមិនបានជីកមិនបានកាយមិនបានគិតឲ្យយល់គិតឲ្យស៊ីជម្រៅគិតឲ្យធ្លុះធ្លាយនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនប្រចាំថ្ងៃទេបងប្អូននឹងមិនអាចមានផ្លូវចិត្តមាំទាំបានឡើយដូច្នេះគន្លឹះដើម្បីនាំឲ្យផ្លូវចិត្តមាំទី1គឺបងប្អូនត្រូវតែអានស្ដាប់ហើយគិតពិចារណាគិតហើយគិតទៀតគិតឲ្យធ្លុះធ្លាយគិតឲ្យយល់ហើយអនុវត្តនោះបងប្អូនទើបអាចបាននៅផ្លូវចិត្តមាំទាំបាន